បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងត្រឡប់មកជួបគ្នាទៀតហើយជាមួយនឹងមេរៀនថ្មីបាទតែមេរៀននេះគឺ HSK កម្រិត2បាទកម្រិត2ដដែលកម្រិត HSK កម្រិត2នេះគឺសម្រាប់បងប្អូនអ្នកដែលអត់ដែលរៀនភាសាចិនក៏អាចសិក្សាបានដូចគ្នាបាទហើយសម្រាប់មេរៀនរបស់យើងបាទចំណងជើងអត្ថបទមេរៀនរបស់យើងថ្ងៃនេះគឺ你是哪国人你是哪国人ដែលយើងបកជាភាសាខ្មែរមកថាអ្នកគឺជាជនជាតិអ្វីតើអ្នកគឺជាជនជាតិអ្វីបាទឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកមើលពាក្យកលឹះវាមួយសិនដើម្បីយើងចូលទៅដល់អត្ថបទបាទអញ្ចឹងយើងចូលមកសិនបាទដែលពាក្យទី1នេះគឺ留学生留学生បាទគឺយើងបកថាសិស្សបរទេសបាទសិស្សបរទេសឬក៏សិក្ខាកាមបរទេសអញ្ចឹងទៅបាទបើ学生ទៅទេគឺសិស្សណាបើយើងថែម留学生គឺសិក្ខាកាមបរទេសឬក៏សិស្សបរទេសបាទន័យថានៅពេលដែលមានជនជាតិផ្សេងគេមករៀននៅក្នុងប្រទេសយើងអាហ្នឹងគេគឺជា留学生ហើយនៅពេលដែលយើងទៅរៀននៅប្រទេសគេក៏យើងក៏ជា留学生របស់គេដែរហើយពាក្យទី2បាទពាក្យទី2请问នេះគឺយើងបកថាសុំសួរបាទសុំសួរមួយបាទសុំសួរបន្តិចពាក្យទី3来自នេះគឺបកថាមកពីបាទពាក្យទី4还是បាទបងប្អូន pin English នេះគឺអត់ត្រូវទេបាទអត់ត្រូវដោយសារតែយើងបែរក្នុងកុំព្យូទ័រទៅវាអូតូចេញមកអញ្ចឹងយើងកើតបាទពាក្យទី4នេះគឺ还是ហ្នឹងគឺយើងបកថាឬក៏ណាបាទឬក៏បាទឬក៏បានក៏ឬក៏បានពាក្យទី5中文名字ដែលយើងបកថាឈ្មោះភាសាចិនបាទឈ្មោះជាភាសាចិនហើយចូលមកមើលពាក្យបន្ទាប់ទៀតបាទពាក្យទី6គឺយើងនិយាយចាប់ពីទី6ដល់ទី10នេះគឺនិយាយពីប្រទេសយើងស្គាល់ប្រទេសខ្លះទៅឥឡូវយើងមកស្គាល់ប្រហែលជា5ប្រទេសនេះសិនបាទទី1គឺ日本នេះគឺយើងបកថាប្រទេសជប៉ុនបាទ美國បាទទី7美國គឺអាមេរិកបាទសហរដ្ឋអាមេរិកឬក៏ប្រទេសអាមេរិកអញ្ចឹងទៅបាទហើយពាក្យទី8គឺ柬埔寨បាទគឺប្រទេសកម្ពុជាហើយទី9គឺហានគួរនេះគឺប្រទេសកូរ៉េអ្នកចូលចិត្តទៅកូរ៉េស្គាល់ហើយនេះហានគួរបាទអ្នកចង់ទៅកូរ៉េហើយទី10គឺចុងគួរបាទចុងគួរគឺប្រទេសចិនបាទនេះពាក្យកលឹះមួយចំនួននៅក្នុងអត្ថបទរបស់យើងបាទបងប្អូនទាំងអស់គ្នាអាចកត់ទុកទៅហើយរៀនទិញវាមួយថ្ងៃ4-10ពាក្យទៅអាចចាំអាចចេះហើយនៅពេលដែលយើងមើលពាក្យកលឹះទាំងអស់ហ្នឹងហើយយើងមើលទៅលើអត្ថបទរបស់គេមើលយកពាក្យមួយហ្នឹងទៅបង្កើតជាប្រយោគដើម្បីយើងឆាប់ចេះnênចូលមើលប្រយោគរបស់គេបាទនេះគឺជាកិច្ចសន្ទនាបាទរបស់មនុស្សពី3នាក់នេះហើយអញ្ចឹងមុននឹងយើងបកប្រែខ្ញុំសូមអានទាំងអស់ឲ្យស្ដាប់សិនបាទមាន2 slide បាទអញ្ចឹងយើងអានសិន你好我叫大龙បាទនៅពេលដែលយើងអានឬក៏យើងនិយាយគឺយើងព្យាយាមធ្វើម៉េចសលេងព្រោះ pin in ចិនគេមានសំឡេងគេអញ្ចឹងយើងបើខុសសលេងក៏ខុសពាក្យដែរណាអញ្ចឹងយើងយកចិត្តទុកដាក់ទៅលើសំឡេងរបស់វាដែរបាទ你好我叫大龙请问你是留学生吗是我是留学生我叫林梅你是哪国人我是日本人你呢我来自美国我的中文名字叫大龙你也是日本人吗哦不我不是日本人我是柬埔寨人我的名字叫孙楠大家好我叫吴小咪你好你是日本人柬埔寨人还是韩国人哈哈我不是留学生我是中国人你好我叫林梅来自日本
他是大龙美国人你好我叫孙楠我是柬埔寨人很高兴认识你认识你们我也很高兴và này cái chi cái sản phẩm này bảo cái job thầm nâng chẳng dừng cho mà bộ mà ví dụ mà vậy chẳng dừng dừng ban sắc ra là rồi ai để tôi năng bị cái lư này anh ta bảo bây giờ chẳng bị xem tiết nhưng mà đã này cứ để sang tại vì nghi sưu để bạn nghi sưu chẳng khi dừng mà chân muốn nè đà thọ bàn riêng có trẻ hay việc năng hay năng mà sân chỉ nè thay mấy cái dừng chi riêng chi riêng riêng pi từ bông mà làm mấy dừng ban trẻ địch địch kia chẳng ni hảo hiện đến cứ bộ thang số đấy và treo tạ lồng nhóm mua tha tạ lồng và treo lại ní cái dương bộ thang hai nữa còn vấn tế trong này ní cứ ban đây tha mua hay bà nhóm mua pizza không ai dân dân vậy là nhóm hai tạ lồng này thì cái gì vậy là nhóm mua tạ lồng nhưng mà này bà hay 请问你是留学生吗 bà 请问 những bạn riêng hay mà nhấy cứ xôm xua mùi và xôm xua nì sư nè cứ liêu xuế sân mà nè cứ sơ bò tê men tê và rồi có sẽ khai cam bò tê men tê xôm xua mùi nè cái chia sẽ khai cam bò tê men tê hãy nì còn lại vậy bà sư ba được cái cha đừng xảy đừng pro nhưng ba được cái cha nữa mà 我是留学生 nhóm cứ chia sơ bò tê 我叫灵美我叫灵美 nhóm mua tha 灵美 và được có nhóm hai 灵美 hay có số tiết tạ lòng số mà tiết 你是哪国人你是哪国人 nè cứ chia chun chia được vậy bằng lại nên cho nó chơi một giờ nè 你是哪国人 nè cứ chia chun chia được vậy 我是日本人 nhóm cứ chia chun chia Japan và Nhật Bản này cứประเทศ Japan nó phải để nhữngประเทศ nó phải để những bầu rần bầu mà đâu để trong cõi nó cứ khai để chun chia là ngày bà đã Nhật Bản rần chun chia Japan rồi nỉ nó bà cho nè với nhà ní nó mình đi ní pin in cứ khô rồi 我来自美国我来自美国 ní lại từ ní những đằng ấy những bộ không ngờ bị cái lửa dương nó thấy cứ một pì nhá mấy của này cứ Americ nhóm một pì Americ bộ tròn đi pizza không ai những đấy là này 我的中文名字叫大龙我的中文名字叫大龙 mua bà mua pizza chân là bọc nhóm mà trung文名字 này cứ mua pizza chân trứng mua pizza chân rồi bọc nhóm cứ lấy cái miếng treo này lấy cái đại miếng chữ hay miếng treo đến trứng nhưng không chỉ làm cái này chỉ môi là bỏ treo ấy luôn lấy nó gì đấy miếng chữ treo của bạn này miếng chữ treo cái mua hai rồi chân lấy cái mua pizza chân bọc nhóm cứ tạ lòng 你也是日本人吗 nè có và giờ ní có chia và nè có chia chun chia Japan đai men thế lại giờ ní cứ có chia hay miền đài bị nói này mà chẳng lại nó gì mọi tháng nè có chia có cái chia chun chia Japan đai men thế này ní có slide mà pu ở đây mẹ này 我不是日本人 ខ្ញុំមិនមែនជាជនជាតិជប៉ុនទេ我是柬埔寨人 ខ្ញុំគឺជាជនជាតិកម្ពុជាឬជនជាតិខ្មែរយើងបាទ我的名字叫孙楠ឈ្មោះរបស់ខ្ញុំគឺសុនណានបាទ我的名字叫孙楠ឡើយនេះគេបញ្ជាក់ថាឈ្មោះរបស់ខ្ញុំគឺអានឹងចឹងក៏បានហើយឬក៏យើងថា我叫孙楠ក៏បានដូចគ្នាបាទចឹងនឹងកន្លែងហ្នឹងខ្ញុំឈ្មោះ បកមកបើបកជាខ្មែរមកគឺអានេះបានន័យថាន័យត្រូវជាងនេះឈ្មោះរបស់ខ្ញុំគឺសុនណានតែបើអាយើងថាវ៉ាចៅសុនណានហ្នឹងគឺខ្ញុំហៅសុនណានហ្នឹងតែគ្រាន់តែន័យហ្នឹងគេចិនគេដឹងគេនិយាយចឹងតែយើងបន្តមកទៀតដើម្បីកុំឲ្យពេលវេលាយូរ9នាទីបាត់នេះបាទឡើយចូលដល់អត្ថបទនេះគឺមានអ្នកថ្មីមកគឺអ៊ូឆាមីនេះគាត់មកតាជាហោបាទសួស្តីអ្នកទាំងអស់គ្នាតាជានេះអ្នកទាំងអស់គ្នា hảo សួស្តី hảo នឹងបើថាល្អប៉ុន្តែបើយើងបូកចូលគ្នាចឹងគឺសួស្តីអ្នកទាំងអស់គ្នាណាកុំច្រឡំ我叫吴小咪ឈ្មោះរបស់ខ្ញុំបាទនេះនៅកន្លែងនេះ
ខ្ញុំហៅអ៊ូសៀវមីតែក្នុងន័យថាឈ្មោះរបស់ខ្ញុំគឺអ៊ូសៀវមីឬក៏យើងអាចនិយាយមួយទៀតថា我的名字叫吴小米ឈ្មោះរបស់ខ្ញុំគឺអ៊ូសៀវមីហើយតាឡងគាត់នេះឆ្លើយមកបាទ你好សួស្តី你是日本人柬埔寨人还是韩国人អ្នកគឺជាជនជាតិជប៉ុនជនជាតិកម្ពុជានេះហើយ是នេះយើងរៀនយើងបានមើលហើយគឺឬក៏ជនជាតិកូរ៉េបាទជនជាតិកូរ៉េហានគាត់ហើយឧស្សាហ៍មីគាត់សើចហាហា我不是留学生ខ្ញុំមិនមែនជាសិស្សបរទេសទេ我是中国人ខ្ញុំគឺជាជនជាតិចិនបាទហើយលីងមីគាត់និយាយម្ដងបាទ你好សួស្តី我叫林美ខ្ញុំឈ្មោះថាលីងមី来自日本មកពីប្រទេសជប៉ុន他是大龙គាត់គឺជាតាឡុងនេះគាត់បានន័យថាគាត់ណែនាំសៀវអ៊ូសៀវមីនេះទៅឲ្យតាឡុងបាទmấy quốc人ជនជាតិអាមេរិកជនជាតិអាមេរិកហើយសុនណាននេះក៏មកដែរបាទ你好我叫孙楠我是柬埔寨人សួស្តីបាទខ្ញុំឈ្មោះសុនណានខ្ញុំគឺជាជនជាតិកម្ពុជា很高兴认识你រីករាយណាស់ដែលបានស្គាល់អ្នកបាទ很高兴នេះគឺរីករាយណាស់បាទសប្បាយចិត្តណាស់បាទ我很高兴我很高兴ខ្ញុំសប្បាយចិត្តណាស់很高兴认识你រីករាយណាស់ដែលបានជួបស្គាល់អ្នកហើយអ៊ូសៀវមីគាត់តបមកបាទ认识你认识你们បាទស្គាល់ពួកអ្នក我也很高兴ខ្ញុំក៏សប្បាយចិត្តណាស់ដែរបាទអញ្ចឹងអត្ថបទនេះគឺជាអត្ថបទមួយដែលយើងអាចសិក្សាបានព្រោះវាជាពាក្យប្រើប្រាស់ប្រចាំថ្ងៃបាទពាក្យប្រើប្រាស់ទូទៅនេះគេហៅថាមូលដ្ឋានគ្រឹះរបស់ភាសាចិនហ្នឹងអញ្ចឹងយើងអាចសិក្សាម្ដងបន្តិចបាទដំបូងគឺយើងមើលទៅលើចំណងជើងរបស់យើងបាទចំណងជើងរបស់អត្ថបទរបស់យើងហ្នឹងគេចង់និយាយពីអីហើយបន្តទៀតមើលពាក្យកលឹះមួយនៃអត្ថបទរបស់យើងហ្នឹងបាទហើយនឹងបន្តទៀតយើងយកពាក្យកលឹះហ្នឹងមកមើលទៅលើអត្ថបទឬក៏កិច្ចសន្ទនាអីមកអញ្ចឹងមកដើម្បីយកទៅប្រើប្រាស់បាទនេះយើងទិញវាទៅបាទយើងវីដេអូចេះយើងអាច stop ហើយមើលឬក៏កត់ទុកអីចឹងទៅណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទអរគុណបងប្អូនទាំងគ្នា